អ្វីទៅជារន្ទះនៅរដូវវស្សាកាន់តែខិតជិតមកដល់យើងសង្កេតឃើញថាភ្លៀងធ្លាក់កកខែតែងតែកើតមានឡើងនៅតាមបណ្ដាខេត្តនិងក្រុងនានាស្ទើរទូទាំងប្រទេសជាមួយនឹងភ្លៀងកកខែនេះជួនកាលវានាំមកនៅជាមួយនឹងបាតុភូតធម្មជាតិផងដែរដូចជាខ្យល់កន្ត្រាក់និងបាតុភូតករន្ទះជាដើមដែលអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់យើងគ្រប់គ្នាហើយរហូតឈានទៅដល់ការបាត់បង់ផ្ទះសម្បែងនិងអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺអាចឆក់យកអាយុជីវិតរបស់យើងគ្រប់គ្នាបានផងដែរតើបញ្ហារន្ទះនេះក៏កើតឡើងតាមរបៀបណាតើយើងមកស្ដាប់ខ្លឹមសារខាងក្រោមទាំងអស់គ្នាអ្វីដែលបណ្ដាលឲ្យមានបាតុភូតរន្ទះតើអ្នកធ្លាប់ជួបប្រទះបញ្ហាឆក់ដោយចៃដន្យតាមរបៀបណាមួយឬទេដូចជាឆក់ខ្សែភ្លើងឆក់កង្ហារជាដើមឬក៏នៅសុកស្រាប់តែឃើញពន្លឺផ្កាភ្លើងនៅលើមេឃឬទេទាំងនេះគឺជាលក្ខណៈដូចគ្នាចម្បងដែលកើតឡើងនៅពេលមានរន្ទះគ្រាន់តែរន្ទះមានសភាពខ្លាំងនិងធ្ងន់ធ្ងរជាងប៉ុណ្ណោះរន្ទះគឺជាចរន្តអគ្គិសនីមួយដែលត្រូវបានបង្កើតឡើងដោយពពកនៅពេលដែលដីក្តៅខ្លាំងវានឹងធ្វើឲ្យខ្យល់នៅខាងលើវាឡើងកម្ដៅហើយនៅពេលដែលខ្យល់ក្តៅនោះនៅតែបន្តកើតឡើងវានឹងបណ្ដាលឲ្យមានចំហាយទឹកកាន់តែត្រជាក់ហើយបង្កើតបានជាពពកកំឡុងពេលដែលខ្យល់ក្តៅនៅតែបន្តកើតឡើងនោះវានឹងធ្វើឲ្យដុំពពកទាំងនោះរីកមាឌកាន់តែធំទៅហើយចំពោះសីតុណ្ហភាពនៅលើពពកត្រជាក់ខ្លាំងដែលអាចធ្វើឲ្យចំហាយទឹកកកទៅជាដុំទឹកពពកតូចបន្ទាប់មកទៀតដុំទឹកកកតូចទាំងនោះនឹងប៉ះទង្គិចគ្នានៅពេលណាដែលវាមានចលនាហើយបង្កើតបានជាបន្ទុកអគ្គិសនីនៅក្នុងពពកទាំងនោះនៅទីបញ្ចប់ដុំពពកទាំងអស់នោះគឺពោពេញទៅដោយបន្ទុកអគ្គិសនីដែលបន្ទុកអគ្គិសនីបូកស្ថិតនៅផ្នែកខាងលើនៃពពកនិងបន្ទុកអគ្គិសនីដកស្ថិតនៅផ្នែកខាងក្រោមនៃពពកចុងក្រោយបាតុភូតរន្ទះនេះនឹងកើតឡើងភ្លាមនៅចន្លោះបន្ទុកអគ្គិសនីបូកនិងដកបន្ទាប់ពីបន្ទុកអគ្គិសនីទាំងនោះខ្លាំងគ្រប់គ្រាន់ដូចជាអ្វីដែលយើងឃើញនៅលើមេឃកន្លងមកអ្វីដែលបណ្ដាលឲ្យមានបាតុភូតរន្ទះបន្ទុកអគ្គិសនីបូកក៏កើតឡើងនៅលើដីត្រូវបានស្រូបទៅកាន់បន្ទុកអគ្គិសនីដកដែលស្ថិតនៅខាងក្រោមនៃដុំពពកដែលបន្ទុកអគ្គិសនីបូកនៅលើដីនោះវានឹងផ្ដោតទៅលើទីតាំងណាមួយដែលស្ថិតនៅលើផ្ទៃដីដូចជាដើមឈើអាគារនិងមនុស្សជាដើមនៅពេលដែលបន្ទុកអគ្គិសនីបូកនៅលើដែនដីភ្ជាប់ជាមួយនឹងបន្ទុកអគ្គិសនីដកពីពពកវានឹងបង្កើតបានទៅជារន្ទះបាញ់នេះឯង